ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀន function ថ្មីគឺខ្ញុំបាននាំមកនៅ function 6 function ដែលយើងអាចយកប្រើប្រាស់បានទី1គឺ that ទី2គឺ today now hour minute and second អូខេ that នេះគឺយើងប្រើសម្រាប់កំណត់ថ្ងៃខែឆ្នាំ today គឺប្រើកំណត់សម្រាប់កំណត់ថ្ងៃហើយ now នេះគឺឥឡូវនេះគឺពេលវេលាឥឡូវនេះនាទី minute គឺនាទី second គឺវិនាទីអូខេអញ្ចឹងយើងប្រើពី date មុនអូខេអញ្ចឹងឲ្យរមុន date ខ្ញុំ share អក្សរធំម្ដងទៅកុំឲ្យអ្នកនរគ្នាច្រឡំថាវាអីចឹងទៅអូខេអញ្ចឹងខ្ញុំតា2025 12និង20គត់អូខេអញ្ចឹងនៅក្នុងកុំព្យូទ័រខ្លះវាពេលយកអាសរសេររូបមន្តគឺវាអត់ចេញអញ្ចឹងឲ្យយើងទេគឺវាចេញពីឆ្នាំមុនអញ្ចឹងទៅតែនៅពេលដែលយើងសរសេររូបមន្តវាគឺវាចេញពីថ្ងៃខែនិងឆ្នាំអូខេអញ្ចឹងអ្នកនរគ្នាបានឃើញគឺវាចេញថ្ងៃមុនខែហើយនិងឆ្នាំនៅក្នុងរូបមន្តនេះក៏វាបានប្រាប់យើងដែរថាយើងដាក់អីมันវាអាចចេញជាអញ្ចឹងបានដំបូងគឺ year month ហើយ date អូខេយើងមិនទៅពិបាកហប់ចុចវាយមួយទេដាក់ទៅរូបមន្តវាមកអូខេចេញមកហ្នឹងហើយអញ្ចឹង today ម្ដង today នេះគឺយើងប្រើសម្រាប់កំណត់ថ្ងៃអញ្ចឹងខ្ញុំរូបមន្ត today នេះគឺវាសាមញ្ញទេគឺ today មក today ហើយបើមិនចោះអញ្ចឹងវានឹងលោតថ្ងៃយើងថ្ងៃនេះថ្ងៃទីប្រហែលថ្ងៃហ្នឹងថ្ងៃទី31ខែ3 2025អញ្ចឹងវានឹងលោតថ្ងៃយើងថ្ងៃ1ខែ3 2025អញ្ចឹងបើស្អែកឡើងគឺយើងធ្វើតែគឺវានឹងចេញថ្ងៃ1ខែ4ម្ដងអូខេតែ today នេះគឺរូបមន្តសាមញ្ញទេយើងអាចប្រើប្រាស់បាននៅ now នេះគឺរូបមន្តដូច today ដែរគឺយើងសរសេរ now អត់បើកវងកញ្ចក់អូខេប៉ុន្តែ now នេះគឺវាលម្អិតជាង today ដោយសារតែវាមានទាំងថ្ងៃទាំងម៉ោងខាងមុខនេះថ្ងៃខែឆ្នាំបន្ទាប់មកគឺម៉ោងនាទីអញ្ចឹងយើងចាំមើលថានៅពេលដែលវាឡើង1នាទីយើងចុច enter ម្ដងទៀតគឺវាលោតនាទីយើងមកឥឡូវយើងចាំ1នាទីសិនណាអូខេអញ្ចឹងខ្ញុំសុំធ្វើទៅម៉ោងបន្តសិនដោយសារតែលោតមកទេអូខេអញ្ចឹងកន្លែងនេះដែលយើងរងចាំ1នាទីគឺនៅពេលដែលយើងចុច enter មកអញ្ចឹងវានឹងលោត1នាទីមកខែមកយើងទៀតដោយសារតែម៉ោងគឺឡើងដល់37អូខេអញ្ចឹងគឺ now វាអត់ជាង today មួយទៀតគឺ hour នេះគឺយើងប្រើរូបមន្តធម្មតាណាគឺ hour sorry ខ្ញុំភ្លេចដាក់ now តែនេះគឺ now ទេអញ្ចឹងឥឡូវនេះម៉ោង2គឺវាបង្ហាញឲ្យយើងជាម៉ោង14ជាម៉ោងបារាំងវិញអូខេអញ្ចឹងម៉ោង2ដូចយើងបានឃើញតមកគឺនាទីគឺការរូបមន្តដូច hour ដែរគឺយើងគ្រាន់តែដាក់ថា minute now បាត់បង់វងកញ្ចក់ខ្ញុំចាំទៀតអូខេអញ្ចឹងយើងនឹងឃើញម៉ោងនឹងឃើញនាទីតមក second អូខេអញ្ចឹង second គឺយើងក៏ប្រើដូច hour ហើយនិង minute ដែរប៉ុន្តែគឺវាបានផ្លាស់ប្ដូររាល់ពេលដែលវាចេញ1វិនាទីម្ដងចាំមើលខ្ញុំនឹងដាក់ឲ្យអ្នកនរគ្នាមើលគូណោមកចោលអូខេដែលយើងបានឃើញអញ្ចឹងឥឡូវគឺ50នាទី46គឺ46 second ហើយអញ្ចឹងខ្ញុំចុច enter រហូតមកតើយើងយើងឬក៏អត់52 56អូខេអញ្ចឹងវានឹងលោតមក39នាទី39កន្លែងណានេះគឺ39អញ្ចឹងក្នុងមេរៀននេះមានតែប៉ុណ្្នឹងឯងស្រមមកដែលនេះគឺយើងប្រើសម្រាប់កំណត់ថ្ងៃ today គឺយើងប្រើសម្រាប់ដឹងថាថ្ងៃនេះគឺជាថ្ងៃណាំងដែលយើងមិនចាំបាច់ទៅមើលនៅក្នុងអីមួយទេហើយបន្ទាប់មក now នេះគឺវាលម្អិតជាង today ដោយសារតែវាមានម៉ោងហើយវាដើរគ្រប់នាទីអូខេម៉ោងនេះគឺយើងសម្រាប់មើលម៉ោងនាទីសម្រាប់មើលនាទី second សម្រាប់ second គឺសម្រាប់វិនាទីគឺវាលោតរហូតឲ្យតែយើង enter
វាមាន function ច្រើនទៀតតែនៅក្នុងមេរៀននេះគឺខ្ញុំបានបង្ហាញអ្នកនរគ្នាតែប៉ុណ្្នឹងហើយអូខេអរគុណអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយ